បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទអញ្ចឹងវីដេអូមួយនេះបាទគឺខ្ញុំទៅដាក់មងបងប្អូនអើយបាទទៅដាក់មងណាបាទអញ្ចឹងក៏ភ្លៀងខ្លាំងទៅបាទក៏ចូលជ្រោកខ្ទមនៅក្បែរហ្នឹងណាបងប្អូនបាទហើយក៏ជួបលោកពូម្នាក់បាទដែលគាត់កំពុងតែខ្វៀលគោដែរបាទអញ្ចឹងខ្វៀលគោហើយពេលមើលគោគាត់បងប្អូនអើយបាទមិនមែនមួយក្បាលពីរក្បាលទេបាទគឺមកវងតែម្ដងបាទអញ្ចឹងគោរបស់គាត់គឺច្រើនមែនទែនបាទអញ្ចឹងហើយក៏នឹកឃើញថាថតបន្តិចទៅបាទដើម្បីបង្ហាញបងប្អូនពីការចិញ្ចឹមគោណាបាទហើយគោរបស់គាត់នេះសិតតែជាគោកាត់ទៀតបងប្អូនអើយបាទហើយបងប្អូនដឹងហើយការចិញ្ចឹមគោបាទដូចជាការសន្សំលុយមួយដែរអញ្ចឹងណាបងប្អូនបាទគ្រាន់ថាការសន្សំលុយវាមានពីរផ្នែកអញ្ចឹងណាបងប្អូនបាទបើសិនជាយើងយកលុយទៅញាប់កូនជ្រូកហើយនឹងដាក់ធនាគារបាទក៏វាមួយយ៉ាងដែរប៉ុន្តែបើសិនជាយើងយកលុយមកវិនិយោគទៅលើការទិញគោដូចគាត់បែបនេះបាទក៏វាអាចមួយយ៉ាងដែរបាទគឺអាស្រ័យទៅលើតម្លៃគោឡើងចុះណាបាទបើសិនជាតម្លៃគោចុះអានឹងបងប្អូនអាចនឹងខាតបាទប៉ុន្តែបើសិនជាគោឡើងថ្លៃដូចឥឡូវនេះចាប់ផ្ដើមឡើងវិញហើយបាទគឺត្រូវប៉ាន់វិញបងប្អូនហើយបងប្អូនឃើញទេបាទគោទាំងអស់នេះគឺចំនួនមិនមែនតិចទេណាបងប្អូនបាទគឺច្រើនគួរសមដែរបើខ្ញុំប៉ាន់ស្មានទៅវាអាចចូល50ក្បាលជាងហើយបងប្អូនបាទគឺវារៀងច្រើនដែរបាទមកកដប់នេះណាបាទហើយគោនេះវាប៉ះខែភ្លៀងវានៅជ្រោកភ្លៀងអញ្ចឹងណាបងប្អូនបាទភ្លៀងវាទៅតែរាំងតិចដែរទេបាទដំបងភ្លៀងខ្លាំងបាទអញ្ចឹងឃើញវានៅជុំគ្នាចេះបាទគឺវាស៊ីឆ្អែតផងណាបាទគឺខ្ញុំថតពេលល្ងាចបាទហើយគោទាំងអស់នេះបងប្អូនមើលទៅគឺធាត់មូលតែម្ដងបាទខែនេះវាសម្បូរស្មៅអញ្ចឹងណាបាទសម្បូរស្មៅចឹងគឺត្រូវប៉ាន់ហើយបាទការចិញ្ចឹមគោបាទខែនេះគឺមូលហើយបងប្អូនសម័យមើលបាទបើសិនជាយើងឃើញលោកពូដែលគាត់ដើរមើលគោណាបាទយើងគិតថាគាត់អត់សូវមានលុយមានកាក់បាទខោអាវមិនតំណងបាទពាក់ខោអាវកត្រេកកត្រាអីចឹងណាបងប្អូនបាទប៉ុន្តែកុំមើលងាយណាបាទការចិញ្ចឹមគោបាទដូចគាត់ច្រើនបែបនេះបាទគេហៅថាសទ្ធិស្រុកស្រែបងប្អូនបាទពេលខ្លះផ្ទះគាត់ធំដែរបងប្អូនបាទមិនមែនអត់ទេណាបាទប៉ុន្តែគាត់ថាឃើញគាត់ធ្វើមិនធ្វើខ្លួនមិនធ្វើអីហ្នឹងប៉ុន្តែគោរបស់គាត់គឺគួរសមបាទហើយបើយើងសម័យមើលបើសិនជាយើងជិះឡានត្រឹមតែកាមេរីបាឡែនអីណាបាទឃើញគោឃើញគាត់ដើរតាមផ្លូវអីអត់សូវមានកៅអៅអីហ្នឹងបាទកៅអៅចាស់អីហ្នឹងថាមើលងាយគាត់ដើរមើលគោអីចឹងទៅប៉ុន្តែកុំយល់ច្រឡំបងប្អូនអើយបាទគោរបស់គាត់នេះបាទមិនសិនជាសាច់លក់ណាបាទបើលក់វិញយើងគិតថាមួយក្បាលតែ1លាន2លានទៅចុះបាទ2លានឬក៏2លានកន្លះប៉ុន្តែគោគាត់នេះអាចនឹងលើស2លានទៀតបាទអញ្ចឹងយើងមកថា1 2លានបាទគឺមិនតិចទេបាទបើសិនជាយើងលក់ទាំងអស់នេះបាទលុយទិញឡាន Ford ក៏បានដែរបាទគឺមិនមែនបានត្រឹមតែបាឡែនឬក៏ប្រុសអីទេបាទគឺវាអាចលើសនឹងក៏បានដែរអញ្ចឹងដូចខ្ញុំធ្លាប់ឃើញវីដេអូបងម្នាក់នោះដែលគាត់បង្ហោះណាបាទយូរដែរហើយបាទគឺគាត់ដើរមើលគោបាទគោគាត់ច្រើនបាទ20 30 40ក្បាលអញ្ចឹងទៅបាទនៅពេលដែលអ្នកមានឡានជិះបាទជិះឡានទឹកឡានព្រុសទេបាទឡានព្រុសវាមិនថ្លៃប៉ុន្មានទេបាទគឺជិះមកបែបថាឃើញគាត់ដើរមើលគោអីចឹងណាបាទឃើញមកគឺធ្វើដូចរើសអើងបាទថាគេក្រថាគេអត់អីចឹងណាបាទអ្នកខ្លះគាត់បែបថាគាត់រឹកពីអីចឹងណាបាទគាត់មានលុយតិចតួចប៉ុន្តែគាត់ធ្វើរឹកពីឃើញអ្នកដើរមើលគោអីចឹងទៅគាត់និយាយផ្លែផ្កាឲ្យគេបាទប៉ុន្តែម្នាក់គាត់មើលគោនោះគាត់អត់និយាយច្រើនទេបាទប៉ុន្តែបើគាត់និយាយប្រមាត់ទេគាត់ថាត្រឹមតែសម្បត្តិឡានព្រុសប៉ុណ្ណឹងណាបាទគាត់លក់គោថា4 10ក្បាលហ្នឹងក៏ទិញបានបាត់ទៅហើយបាទហ្នឹងកាលគោដែលថ្លៃណាបាទគឺត្រឹមតែ4 10ក្បាលអីយើងអាចលក់ទិញឡានជិះធ្វើមិនដឹងណាមិនបាច់ចាំយកលុយអង្ការមកទិញទៀតបាទគឺវាអេមអញ្ចឹងតែប៉ុន្តែអ្នកដែលជិះឡានខ្លាំងបងប្អូនដឹងហើយគឺមិនប្រកាសថាមានលុយសុទ្ធទៅទិញទេអាចនឹងបងលំលោះអាចនឹងយកអង្ការយកធនាគារទៅទិញអីចឹងទៅបាទនេះជារឿងពិតណាបងប្អូនបាទប៉ុន្តែបើសិនជាយើងមានគោដូចគាត់មកក្រោលប៉ុណ្ណេះហើយបាទគឺចង់បានឡានបាទចង់បានឡានលក់តែ20ក្បាលទៅអាចទិញបានដល់មកស្រួលបងប្អូនបាទមិនបាច់ចាំជពាក់អង្ការរញ៉ៃទេអញ្ចឹងបានថាណាបាទអ្នកស្រែគឺយើងមានបែបស្រែអ្នកក្រុងគេមានបែបក្រុងប៉ុន្តែកុំអោយមើងងាយគ្នាបាទបើសិនជាយើងនៅក្រុងហើយយើងសុខសប្បាយហើយយើងមកមើងងាយអ្នកស្រែក៏វាអត់កើតដែរបងប្អូនបាទអញ្ចឹងវីដេអូនេះដូចជាមិនមានអីវែងឆ្ងាយទេគ្រាន់តែជាការបញ្ចេញមតិយោបល់ក្នុងការយល់ឃើញហើយដូចខ្ញុំបានលើកពីដើមវីដេអូអញ្ចឹងបាទការចិញ្ចឹមគោ
បាទប្រៀបដូចជាការសន្សំលុយបាទហើយលុយហ្នឹងគឺវាអាចយូរអង្វែងបងប្អូនបាទគោយើងដឹងស្រាប់ហើយគឺមិនងាយងាប់ផ្ដាស់ទេហើយវាអាចកើតកូនបានរហូតបាទគឺមួយឆ្នាំមួយហើយបើសិនជាគោលក្ខណៈតឹងហ្វូងបែបនេះទៀតបាទមួយឆ្នាំមិនដឹងធ្លាក់ប្រមាណទេបាទគឺមេវាច្រើនណាបាទមេ20 30ក្បាលអីទៅបងប្អូនដឹងហើយបាទមួយឆ្នាំធ្លាក់កូន30គ្រប់ទឹកហើយបងប្អូនអើយបាទគឺមួយយើងគិតថាយ៉ាងថោកបំផុតហើយក៏1លានកន្លះទៅ2លានអានេះថោកបំផុតហើយបាទអញ្ចឹងគិតទៅមួយឆ្នាំ30ក្បាលយើងម៉ៅថា2លានទៅយើងគិតទៅវាចូល60លានបាត់ហើយបាទគឺយើងវាច្រើនគួរសមដែរណាបងប្អូនគិតទៅ2លាន30ក្បាលអញ្ចឹងវាចូល$10000ជាងបាត់ទៅហើយបាទអញ្ចឹងហើយនៅធ្វើស្រែធ្វើចការទៀតបាទគឺលុយសុទ្ធតែម្ដងហ្នឹងហើយបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនមានអីច្រើនទេហើយក៏អរគុណបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំបាទចុងក្រោយអរគុណច្រើនបាទសូមជម្រាបលាបាទបាយ